សួស្តីគោរពជំរាបសួរបងប្អូនជាទីគោរពនិងជាទីស្រឡាញ់រាប់អានទាំងអស់គ្នាផងដែរជួយធ្វើការ share និង follow page ម្នាក់មួយផងដែរបាទប្រភេទអាហារដែលសម្បូរដោយ protein អាហារបំពន់ដែលសម្បូរដោយ protein បំផុតនៅលើផែនដីមិនមែននៅលើតែសាច់មាន់ឬក៏សាច់ទ្រូងមាន់តែប៉ុណ្ណោះទេសូម្បីតែស៊ុតក៏មិនមែនដែរហើយសាច់គោក៏មិនមែនដែរហើយមនុស្សភាគច្រើនមិនធ្លាប់បានឮអំពីវាដែរសាច់ដើមទ្រូងមាន់មានប្រូតេអ៊ីនប្រហែលជា 31% សាច់គោប្រហែលជាខ្ទង់ 26% ស៊ុត 13% ប៉ុន្តែអាហារបំពន់នេះមានប្រូតេអ៊ីនសុទ្ធរហូតដល់ 70% ហើយវាលូតលាស់ដោយធម្មជាតិអាហារដែលមានពណ៌បៃតងតាំងពីបុរាណកាលមកត្រូវបានបរិភោគដោយអ្នកចំបាំង Aztec មុនពេលប្រយុទ្ធដើម្បីយកកម្លាំងនិងបន្ថែមថាមពលសប្តាហ៍ថ្ងៃនេះ NASA ថែមទាំងប្រើវាដើម្បីចិញ្ចឹមអវកាសនិកនៅក្នុងលំហអាកាសដោយសារតែដង់ស៊ីតេសារធាតុចិញ្ចឹមដ៏អស្ចារ្យរបស់វាអ្នកវិទ្យាសាស្ត្រហៅវាថាជាអាហារនៃអនាគតព្រោះវាបានផ្ទុកអាស៊ីតអាមីណូសំខាន់ទាំងអស់ដែលរាងកាយរបស់អ្នកមិនអាចផលិតដោយខ្លួនឯងបានវាជំរុញការលូតលាស់សាច់ដុំបង្កើនថាមពលជួយជួសជុលកោសិកាជាលិកាសាច់ដុំប្រឆាំងនឹងការរលាកនិងគាំទ្រប្រព័ន្ធភាពស៊ាំរបស់អ្នកវាក៏សម្បូរទៅដោយជាតិដែកម៉ាញ៉េស្យូមវីតាមីន B ក្លូរ៉ូហ្វីលនិងសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផងដែរការសិក្សាបង្ហាញថាវាអាចបន្ថយកូលេស្តេរ៉ុលអាក្រក់កាត់បន្ថយសម្ពាធឈាមនិងបន្សាបលោហៈធាតុធ្ងន់ចេញពីរាងកាយរបស់អស់លោកអ្នកផងដែរនៅក្នុងវប្បធម៌ខ្លះវាត្រូវបានគេហៅថាមាសបៃតងអាហារបំពន់នេះគឺជា spirulina ប្រសិនបើធម្មជាតិមិនបានបង្កើតវាទេកុំយកវាសូមសរសេរថាបាទឬចាស់ប្រសិនបើអ្នកចង់ឃើញព័ត៌មានទាំងអស់នេះបន្តពីការបកប្រែជាភាសាខ្មែរចេញពីវេជ្ជបណ្ឌិតHealth ទូទៅផងដែរអរគុណជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារផងដែរបាទអរគុណច្រើនជម្រាបលា If nature didn't make it, don't take it. Comment yes if you want to see these and follow for more useful tips.